អ្នកឃ្លាំមើលបញ្ហាព្រៃឈើខេត្តរតនគិរីអំពាវនាវឲ្យមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានចាត់វិធានការទប់ស្កាត់ជាបន្ទាន់ចលនាលក់ដីតំបន់ព្រៃឈើនិងគម្រោងការកាប់រៀនព្រៃរំលោភច្បាប់ដើម្បីយកដីជាកម្មសិទ្ធិអ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍហៅកាត់ថាអាថុកប្រចាំខេត្តរតនគិរីលោកឆៃធីនៅថ្ងៃអាទិត្យទី13ខែមករាឆ្នាំ2013ឲ្យដឹងថាដីតំបន់ព្រៃឈើសងខាងផ្លូវធ្វើដំណើរពីស្ពានដែកឆ្លងទន្លេសេសានក្នុងឃុំញ៉ាងស្រុកអណ្ដូងមាសប្រមាណ3គីឡូម៉ែត្រត្រូវគេចូលទៅបោះបង្គោលចាប់យកដីព្រៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអញ្ជើញទៅសម្ពោធស្ពានឆ្លងកាត់ទន្លេនេះកាលពីថ្ងៃទី7ខែធ្នូឆ្នាំ2012លោកបន្តថាដីព្រៃនៅតំបន់នោះត្រូវគេលក់ដូរដោយគ្មានអាជ្ញាធរមូលដ្ឋានទទួលស្គាល់ហើយនៅរដូវប្រាំងនេះព្រៃឈើនោះនឹងត្រូវគេកាប់ដុតរៀនប្រសិនមន្ត្រីជំនាញនិងមន្ត្រីមូលដ្ឋានមិនយកចិត្តទុកដាក់ទប់ស្កាត់ក្នុងរដូវប្រាំងនេះចលនាកាប់រៀនដីព្រៃគឺសឹងមានទូទាំងខេត្តដែលតាមព័ត៌មានយើងស្ដាប់បានអញ្ចឹងយើងសូមឲ្យស្ថាប័នជំនាញជាអាជ្ញាធរខេត្តលោកមេត្តាចាត់ធានការឲ្យបានតឹងរឹងជៀសវាងការកាប់រៀនព្រៃដោយអនាធិបតេយ្យបាទអាជ្ញាធរស្រុកអណ្ដូងមាសឲ្យដឹងថាផ្លូវចាប់ពីគល់ស្ពានឆ្លងទន្លេសេសានក្នុងភូមិកាជូតឃុំញ៉ាងគឺជាគម្រោងអភិវឌ្ឍផ្លូវរបស់អាជ្ញាធរស្រុកតាមរយៈជំនួយសាងសង់របស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចទ្រីភាពនីហារ៉ាន់អាហារ៉ាន់ផ្លូវនេះតភ្ជាប់ពីទីរួមស្រុកអណ្ដូងមាសទៅតំបន់ព្រំដែនប្រទេសវៀតណាមនិងភ្ជាប់ទៅឧទ្យានជាតិវីរៈជ័យរហូតដល់ចំណុចកន្ទុយនាគតំបន់ត្រីកោណអភិវឌ្ឍ3ប្រទេសគឺប្រទេសឡាវវៀតណាមនិងកម្ពុជាវិទ្យុអស៊ីសេរីមិនអាចតាក់ទងមេឃុំញ៉ាងលោករចំសឿនសូមអធិប្បាយពីករណីនេះបានទេយ៉ាងនេះក្តីអភិបាលស្រុកអណ្ដូងមាសលោកនងដារិតមានប្រសាសន៍បញ្ជាក់ថាដីព្រៃនៅតំបន់នោះស្ថិតក្រោមការគ្រប់គ្រងរបស់សហគមន៍ជនជាតិដើមភាគតិចភូមិកាជូតលោកបន្តថាអ្នកចូលទៅបោះបង្គោលរបងហុំព័ទ្ធដីព្រៃនោះអាជ្ញាធរមិនបានអនុញ្ញាតទេក៏ប៉ុន្តែប្រសិនជនណាហ៊ានកាប់ព្រានព្រៃនោះគឺជាការកាប់ព្រានព្រៃឈើខុសច្បាប់បើថាគាត់ចាំលក់ទិញនឹងមិនគាត់ផ្សេងគ្នាតាមរឿងរបស់គាត់ហ្នឹងប៉ុន្តែបើថាកាប់បានយើងចាប់ដោយមានច្បាប់ណាឲ្យកាប់ព្រៃបើចាំលក់ដូរចឹងស្ងាត់ណាស់ដល់គាត់នេះផ្នែកនៃខាងរដ្ឋបាលព្រៃឈើទទួលបន្ទុកស្រុកអណ្ដូងមាសលោកលេងយុគមានប្រសាសន៍បញ្ជាក់ថាដីព្រៃនៅតំបន់នោះក្រសួងកសិកម្មបានផ្ដល់ជាដីសម្បទានដល់ក្រុមហ៊ុនដើម្បីវិនិយោគដំណាំកសិឧស្សាហកម្មដូច្នេះមិនអាចនរណាម្នាក់ទៅលក់ដូរឬកាន់កាប់ដីនោះបានឡើយលោកបន្តថានឹងចាត់មន្ត្រីជំនាញទៅពិនិត្យមើលករណីនេះខ្ញុំអត់តាមដឹងទេមើលឲ្យថាកាត់ទៅសើទៅសិនណាព្រោះសិនតែលឺបែបហ្នឹងតែការនោះជាច្រើនដីរបស់ក្រុមហ៊ុនអស់ណាអភិបាលខេត្តរតនគិរីបានផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋថាមិនឲ្យកាប់ព្រានព្រៃឈើទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋយកដីជាកម្មសិទ្ធិតទៅទៀតទេហើយក្រុមអាជ្ញាធរនឹងចាត់វិធានការតាមផ្លូវតុលាការចំពោះជនណានៅតែបន្តកាប់ព្រានព្រៃឈើចាប់ពីខែតុលាឆ្នាំ2012រហូតបច្ចុប្បន្នរបាយការណ៍របស់មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីឲ្យដឹងថាមានប្រជាពលរដ្ឋខ្មែរនិងពលរដ្ឋវៀតណាមជិត20នាក់ត្រូវបានចាប់ខ្លួននិងចាប់ប្រកាន់តាមផ្លូវតុលាការពីបទកាប់ព្រៃឈើខុសច្បាប់ខ្ញុំរដ្ឋាវិសាលវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរី